ស្រីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមកបេះគុយនៅក្នុងព្រៃបាទព្រៃអាម៉ាហ្សូនណាបងប្អូនណាបេះគុយនៅព្រៃអាម៉ាហ្សូនបាទនេះបងប្អូនស្គាល់ផ្លែគុយអត់បាទនេះផ្លែគុយតែនិយាយថាគុយថ្លៃ1គីឡូ 50000អញ្ចឹងណាបងប្អូនណាបាទនេះគឺផ្លែគុយពណ៌លឿងបាទនេះបាទហើយនេះប្រភេទស្លឹករបស់វាបងប្អូនណានេះហើយស្លឹកគុយបាទថ្ងៃនេះតនេមកបេះគុយហូបនៅខាងស្រុកខ្ញុំគឺសម្បូរគុយបងប្អូនណាបាទនេះគុយនៅខាងទឹកដីកំពង់ធំបាទដើមនេះគឺបេះបានប្រហែលជាជាង1គីឡូតែឆ្នាំនេះគុយអត់សូវផ្លែបងប្អូនណាគុយអត់សូវផ្លែដូចឆ្នាំរលដងទេបាទឆ្នាំរលដងគឺគុយផ្លែច្រើនបាទដល់ពេលឆ្នាំនេះគឺខ្សត់គុយមួយដើមនេះគឺប៉ុណ្ណឹងបានបាទហើយគុយនេះគឺធំដែរបងប្អូនណាប្រភេទគុយដោះនៅតាមដីខ្សាច់នៅខាងកំពង់ធំសម្បូរដីខ្សាច់បងប្អូនណាដីខ្សាច់ស្តៀងនឹងទ្វីបអាហ្វ្រិកបាទដីខ្សាច់ដូចវាខ្សាច់សារ៉ាអញ្ចឹងណាគាត់ថាដីខ្សាច់នៅនេះគឺប្រភេទដីខ្សាច់ពណ៌សដូចយើងខ្សាច់ឆ្នេរសមុទ្រអញ្ចឹងតែមានដើមគុយដោះដែរបាទបងប្អូនណាបាទនេះស្រាប់ផ្លែគុយណាបងប្អូនណាបេះមកដើមនេះបាទផ្លែមែនតែនផ្លែមែនតែនណាបងប្អូនណាបាទនេះបានថាជាង1គីឡូនេះស្លឹកគុយណាស្លឹកបាទនេះស្នាមផ្លែទុំជ្រុះចោលអត់មានអ្នកដើរចប់បាទបងប្អូនណាទុំមកលួយចោលទេគុយហ្នឹងគឺផ្អែមឆ្ងាញ់ណាបងប្អូនណាជូរអែមតែនេះមិនសូវជាជូរមកទេគឺវាផ្អែមហ្មងផ្អែមឆ្ងាញ់បាទនេះតែមកដើមនេះណាបងប្អូននេះតែមកដើមតែគុយនេះដោះនៅដីវាទៅបាទកន្លែងដីខ្សាច់វារៀងចង់ខ្លាំងបងប្អូនណាបាក់មើលនេះគុយជាប្រភេទដើមឈើមួយយ៉ាងបាទនេះជាប្រភេទដើមឈើមួយយ៉ាងដែលវាលក្ខណៈជាវល្លិដើមឈើវល្លិបងប្អូនណាហើយវាតោងបាទវាតោងនឹងដើមឈើផ្សេងអញ្ចឹងណាបងប្អូនវារុំទៅដល់លើអញ្ចឹងទៅហើយបែកម៉ែសាខានៅលើហ្នឹងទៅវាជាប្រភេទវល្លិបាទហើយដើមវាមានជួរបាទមួយខ្ញុំក្តិចឲ្យមើលបងប្អូនណាបាទនេះខ្ញុំក្តិចឲ្យមើលបងប្អូនចាំមើលបាទខ្ញុំក្តិចឲ្យមើលនេះតែក្តិចប៉ាត់គឺចេញជួរមកជួរវាសស្គុះទៅដល់វាខំអស់បាទនេះខ្ញុំខំហ្នឹងគាត់ខ្ញុំខំឲ្យមើលបាទគុយគឺប្រភេទដើមវល្លិហើយវាមានជួរអញ្ចឹងបាទនេះជួរវាសបាទសដូចរស់គោអញ្ចឹងណាបងប្អូនណាបាទស្រក់តក់អញ្ចឹងហើយជួរវាល្វីងនេះបងប្អូននេះប្រភេទស្លឹកគុយនេះស្លឹកគុយវាមានសន្តានចេះនេះម៉ែកវាតូចអញ្ចឹងណាបងប្អូនណាវាវល្លិដែរប៉ុន្តែវាតូចបាទនេះខ្ញុំខំវាមិញបាទចាស់ស្រុកខ្មែរយើងពីដើមគឺយកវល្លិគុយកាប់ឲ្យស្ងួតហាលបាទហើយដាំទឹកផឹកគាត់ថាជាប្រភេទថ្នាំផ្សះដើមគុយហ្នឹងណាវល្លិគុយហ្នឹងជាប្រភេទថ្នាំផ្សះបាទអ្នកកើតកាពះពោះវៀនអីក៏ដាំមិននឹងផឹកដែរហ្នឹងខ្ញុំលឺតាមចាស់និយាយទេបងប្អូនណាដែលបានពិសោធន៍ទេចឹងអរគុណបងប្អូនអរគ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះបញ្ចប់ត្រឹមតែប៉ុណ្ណឹងបងប្អូនណាបង្ហាញពីដើមគុយបាទបេះគុយនេះនៅព្រៃខាងពងធំនេះស្តៀងនឹងទ្វីបអាហ្វ្រិកបងប្អូនណាដើមឈើ